សូមគោរពអនុញ្ញាតជំរាបសួរអស់លោកស្រីដែលកំពុងតាមដានទស្សនាកម្មវិធីសេដ្ឋកិច្ចនិងទ្រព្យថ្ងៃនេះនាងខ្ញុំស្រាលសាន់ដេធ្វើជាអ្នកសម្រួលនៅក្នុងកម្មវិធីរបស់យើងហើយថ្ងៃនេះផងដែរយើងមកដឹងអំពីប្រធានបទពិសេសថ្មីមួយដែលស្ដីអំពីប្រាក់យេនជប៉ុនធៀបជាមួយនឹងលុយដុល្លារសហរដ្ឋអាមេរិកហើយជាពិសេសនោះយើងមកដឹងអំពីឱកាសជួញដូរនៅក្នុងទីផ្សារអន្តរជាតិចាហើយថ្ងៃនេះយើងមកជួបជាមួយនឹងវាគ្មិនយើងចំនួន2រូបគឺលោកសេកធីរ៉ូមនិងលោកយិនប៊ុនថេងចាដូច្នេះកុំឲ្យខាតពេលវេលាយូរតោះយើងមកជួបលោកទាំងពីរដើម្បីស្វែងយល់ពីព័ត៌មានសេដ្ឋកិច្ចនៅក្នុងពិភពលោកទាំងអស់គ្នាជំរាបសួរលោកធីរ៉ូមបាទជំរាបសួរសាន់ដេចាលោកធីរ៉ូមតើបច្ចុប្បន្ននេះតើមានព័ត៌មានសំខាន់អ្វីខ្លះដែលជំរុញឲ្យប្រាក់យេនជប៉ុនមានការប្រែប្រួលបែបនេះលោកធីរ៉ូមបាទយើងឃើញតាមរយៈនេះលុយយេនដែលជារូបិយប័ណ្ណរបស់ប្រទេសជប៉ុនមានការឡើងថ្លៃជាងមុនខ្លាំងតែទាំងអស់នេះគឺដោយសារតែគេព្រួយបារម្ភទៅលើវិបត្តិសេដ្ឋកិច្ចសកលតែនៅក្នុងនោះអាមេរិកជាអ្នកចាប់ផ្ដើមធ្វើសង្គ្រាមពាណិជ្ជកម្មរវាងបណ្ដាប្រទេសផ្សេងៗហើយនៅក្នុងជប៉ុនក៏ត្រូវបានរងក្នុងការតម្លើងពន្ធបន្ថែមទៀតដែរអញ្ចឹងជាទូទៅការណាដែលវាមានវិបត្តិសកលណាមួយវិនិយោគិនធំតែងតែជ្រើសរើសទ្រព្យសុវត្ថិភាពហើយលុយយេនក៏ជាប្រភេទមួយដែលជាគេហៅ safe haven currency ទ្រព្យសុវត្ថិភាពសម្រាប់តម្កល់នៅពេលមានវិបត្តិអីកើតឡើងដែរបាទដូច្នោះហើយយើងឃើញថាតម្លៃលុយយេនបន្ទាប់ពីមានរឿងនឹងកើតឡើងមកតម្លៃលុយហក់ឡើងថ្លៃខ្លាំងមែនទែនបាទចាលោកធីរ៉ូមហើយសម្រាប់ព័ត៌មានខាងលើអាចជះឥទ្ធិពលដល់ប្រាក់យេនជប៉ុនបែបណាខ្លះហើយសម្រាប់ប្រាក់យេនជប៉ុនអាចមានការធ្លាក់ថ្លៃឬឡើងថ្លៃមកវិញផងដែរលោកធីរ៉ូមបាទអរគុណសាន់ដេសម្រាប់ព័ត៌មានដែលអាចជះឥទ្ធិពលលុយយេនឲ្យប្រែប្រួលខ្លាំងដោយដែលខ្ញុំបានបង្ហាញខាងលើគឺបច្ចុប្បន្ននេះគឺគេផ្ដោតទៅលើសំខាន់ទៅលើសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងបណ្ដាប្រទេសផ្សេងហើយដែលនៅក្នុងនោះមានប្រទេសមួយចំនួនក៏បានកំពុងចរចាដើម្បីទម្លាក់ពន្ធឲ្យទាបជាងមុនប្រទេសមួយចំនួនក៏តបតទៅវិញដូចជាប្រទេសចិនឯជាដើមហ្នឹងបាទអញ្ចឹងប្រធានបទសង្គ្រាមពាណិជ្ជកម្មនេះគឺជាប្រធានបទក្តៅមួយដែលកំពុងតែកើតឡើងកាលណាបើសិនជាមិនមានការសម្របសម្រួលឬក៏ថមថយទេតម្លៃទ្រព្យសុវត្ថិភាពហើយនៅក្នុងនោះលុយយេនជាប្រភេទមួយនៃទ្រព្យសុវត្ថិភាពដែរនោះនឹងឡើងថ្លៃបន្ថែមទៀតបាទប៉ុន្តែបើយើងក៏លេខទៅមើលប្រទេសជប៉ុនវិញដែលទទួលរងការដំឡើង 24% ដែរថ្មីនេះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានរៀបចំកិច្ចជួបគ្នានៅសហរដ្ឋអាមេរិកដើម្បីចរចាទម្លាក់ពន្ធឲ្យបានទាបជាងនេះទៀតបាទហើយខាងអាមេរិកក៏ព្រមទទួលការចរចានេះដែរហើយគេនឹងធ្វើឡើងនៅក្នុងពេលឆាប់នេះបាទហើយយើងឃើញនៅសញ្ញាណល្អពីប្រទេសជប៉ុនដែរហើយបើយើងក៏លេខទៅមើលខាងអតិផរណារបស់ប្រទេសជប៉ុនវិញយើងឃើញថាប្រទេសជប៉ុនកំពុងតែប្រឈមមួយគឺអតិផរណាកើនឡើងការមុនដំឡើងពន្ធនេះហើយឥឡូវនេះអតិផរណាចាប់ផ្ដើមអាចនឹងងើបឡើងខ្លាំងជាងមុនទៀតប្រសិនណាបើការចរចាទម្លាក់ពន្ធនេះមិនបានសម្រេចធ្វើឲ្យអតិផរណាកាន់តែស្ទុះឡើងខ្លាំងដូច្នោះហើយជាកត្តាជំរុញឲ្យធនាគារជប៉ុនធនាគារកណ្ដាលនឹងអាចនឹងតម្លើងអត្រាការប្រាក់ថែមទៀតដើម្បីទប់ទល់នឹងអតិផរណានេះបាទចឹងយើងឃើញថាទិសដៅទាំងសង្គ្រាមពាណិជ្ជកម្មទិសដៅទាំងការតម្លើងអត្រាការប្រាក់របស់ធនាគារកណ្ដាលសុទ្ធតែជាកត្តាជំរុញឲ្យលុយជប៉ុនឡើងថ្លៃនៅពេលអនាគតបាទតែយ៉ាងហោចណាស់បើសិនជាមានការចរចាថមថយរវាងអាមេរិកនិងបណ្ដាប្រទេសផ្សេងៗយើងឃើញថាលុយយេននឹងអាចធ្លាក់ថ្លៃក្នុងរយៈពេលខ្លីណាមួយដែរបាទបន្ទាប់ពីមានការចរចាស្រស់ស្រួលគ្នាហើយបាទចាសសូមអរគុណលោកធីរ៉ូមសម្រាប់ការបកស្រាយទៅលើកត្តាព័ត៌មានដែលជាឥទ្ធិពលទៅលើប្រាក់យេនជប៉ុនដល់ទស្សនិកជនទាំងអស់គ្នាអរគុណបាទអរគុណជម្រាបលាចាអញ្ចឹងដូច្នេះឥឡូវនេះយើងមកជួបជាមួយនឹងលោកយិនប៊ុនថេងចាជំរាបសួរលោកប៊ុនថេងបាទជំរាបសួរបាទចាលោកប៊ុនថេងបច្ចុប្បន្ននេះថាតើលុយយេនជប៉ុនធៀបជាមួយនឹងលុយដុល្លារសហរដ្ឋអាមេរិកអាចនឹងមានការប្រែប្រួលដល់តម្លៃណាហើយចាបាទលុយយេនបច្ចុប្បន្នបើសិនជាយើងមើលទៅលើអត្រាលុយដុល្លារធៀបជាមួយនឹងលុយយេនបច្ចុប្បន្នគឺនៅកម្រិត 145.84 យេនក្នុង$1ហើយបាទចាសូមអរគុណលោកប៊ុនថេងសម្រាប់ចម្លើយដ៏ក្បោះក្បាយមួយនេះអញ្ចឹងសម្រាប់សំណួរបន្ទាប់តាមការវិភាគបច្ចេកទេសវិញថាតើលុយយេនជប៉ុនធៀបជាមួយនឹងប្រាក់ដុល្លារសហរដ្ឋអាមេរិកគួរទិញឬក៏គួរលក់ដែរបាទបើសិនជាយើងមើលបច្ចុប្បន្ននេះលុយដុល្លារធៀបជាមួយនឹងលុយយេនយើងឃើញថាមានការថមថយតម្លៃមកច្រើនហើយអញ្ចឹងបច្ចុប្បន្ននេះខ្ញុំឲ្យបងប្អូនរងចាំធ្វើការលក់ចោះឥឡូវយើងមកមើលក្រាបទាំងអស់គ្នាសម្រាប់ការលក់ចោះគឺយើងចាំធៀបលក់ចោះនៅកម្រិត147យេនក្នុង$1ឬក៏147.84
60 yen ក្នុង1ដុល្លារហ្នឹងចាំយើងធ្វើការលក់ចុះមកវិញអញ្ចឹងនៅពេលដែលធ្លាក់ចុះមកវគ្គក្រោយខ្ញុំគិតថាលុយយេនអាចនឹងមកកម្រិត 144.50 ឬក៏អាចនឹងមកក្រោមនឹងបន្ថែមទៀតអាចនឹងធ្លាក់ចុះមកដល់ 152 យេនសំទោស 142.96 យេនក្នុង1ដុល្លារអញ្ចឹងលុយយេនយើងលុយដុល្លារធៀបជាមួយនឹងលុយយេនខ្ញុំនៅតែមើលឃើញឱកាសល្អក្នុងការលក់ប៉ុន្តែយើងចាំឲ្យវាឡើងថ្លៃទៅលើបន្តិចសិនចាំយើងសំទោសកើនឡើងទៅលើបន្តិចសិនចាំយើងធ្វើការលក់ចុះមកវិញបាទអញ្ចឹងការវិភាគបច្ចេកទេសខ្ញុំមានប៉ុណ្ណឹងបាទអរគុណ ចាសសូមអរគុណលោកប៊ុនថេងសម្រាប់ការចែករំលែកបច្ចេកទេសនៅក្នុងទីផ្សារអន្តរជាតិដូច្នេះនាងខ្ញុំសារ៉ាសាន់ដេនិងវាគ្មិនទាំងពីរសូមអរគុណសូមជម្រាបលា